lôi mày lôi play đáo đây nè để tham bên play là pẹ đi on men đi lâu cái món kita from kalian sebo pedau pate lâu on men đấy nè on men nó lực không from kalian đấy cái nào iPhone 7G និង iPhone 8 ហើយបើពុកម៉ែបងប្អូនចង់បានឬក៏បងណាដែលតែងចូលចែកប្រភេទ iPhone ចង់ទៅដើរលេងឬចង់ថតទិដ្ឋភាពតំបន់ណាដែលមានទិដ្ឋភាពសរដូចជាចង់បានកាមេរ៉ាច្បាស់គឺប្រភេទដូចជា iPhone ហើយនឹង iPhone 8 ឬក៏ iPhone 6 ឥឡូវទីតាំងដូចខ្ញុំបញ្ជាក់បើបងប្អូនបានប្រើទីតាំងឬក៏អាចតាក់ទងតាម chat ឬក៏ Facebook គាត់បានភាសាអីណាមួយទៅនេះ Facebook នៅខាងលើដែលខ្ញុំដាក់ក្នុងវីដេអូនេះឬក៏តាក់ទងតាមលេខ13ខ្សែនេះ Hello សួស្តីបងប្អូនឥឡូវត្រូវអត់ឃើញពេលពាក់ឥឡូវនេះនិយាយថាមិនដល់ពាក់ទេឥឡូវដើមផ្ដៅនេះខ្ញុំជួបពិតឥឡូវធ្លាប់ថាពីមុនគេថាសបោនៅលើភ្នំកលែនប៉ុន្តែឥឡូវនេះអត់មាននៅលើភ្នំកលែនទេផ្លែផ្ដៅនេះបើវាផ្លែល្អល្អនិយាយរួមទៅវាស្តៀងនឹងផ្លែលពាក់ដូចតែគ្នានេះឥឡូវនេះដើមផ្ដៅនេះផ្លែវាអត់ទេទុំស្កែលចូលមកកឹមទេនេះទេទុំស្កែលបងប្អូនឥឡូវនិយាយថាហូបឆ្ងាញ់ណាផ្លែវាហើយនៅក្នុងក៏មានដែរនេះនិយាយថាលយមែនលយផ្លែផ្ដៅនេះណានិយាយថាមានផ្លែលពាក់ទេអត់មែនទេឥឡូវពីមុនគេថាភ្នំកលែនសបោផ្ដៅប៉ុន្តែឥឡូវអត់មែនទេនេះអត់មាននៅលើក្នុងភ្នំកលែនទេគឺនៅខាងបដាយើងនេះខាងបដា Oh my god ហើយឥឡូវនេះដើមវាប្រហែលជាប្រហែលដើមទេនេះបងប្អូន3-4ដើមដែរឥឡូវនេះនិយាយរួមទៅផ្លែហូបឆ្ងាញ់មែនអូយតែជួបផ្ដៅទេនេះតែជួបនេះតែជួបបានផ្ដៅបានផ្លែត្រូវតែឃើញគេដើមលក់ឥឡូវមកជួបខ្លួនឯងផ្ទាល់ចេះបានដឹងថាវាផ្លែយ៉ាងម៉េចយ៉ាងម៉ាហើយឥឡូវនេះតួងវាវែងជាងផ្លែលពាក់ទៀតតែតួងស្កៃវាមកតែវាផ្លែអសើល្អគេថាវាផ្លែមិនចំណុំនេះឥឡូវភ្លក់សាប់មើលមកស្កៃមើលមិនថាវាជាតិឬក៏អត់ជាតិរបស់គេមែនបងប្អូនជាតិស្គាល់ផ្លែផ្ដៅហ្នឹងនេះបងប្អូនផ្លែផ្ដៅដើមដឹងនេះលើវាស្តៀងនឹងលើលពាក់ដែរប៉ុន្តែវាលើវាធំហើយដើមនេះក៏ដូចគ្នាដែរប៉ុន្តែដើមវាធំចុះតែថាខុសគ្នាម្ដងបន្តិចតោះនិយាយរួមទៅវីដេអូខ្ញុំក៏មានច្រើនដែរម៉ែប៉ុណ្ណឹងតោះបងប្អូនពុកម៉ែបងប្អូនតែនិយមចូលចិត្តចង់ប្រើប្រភេទទូរស័ព្ទមក iPhone មានដូចជា iPhone 8 ឬក៏ iPhone 7និយាយរួមទៅទន់នៅមានក្នុងស្តុកក្តៅដោយសារអីណាមួយទៅក្នុងឱកាសមុនចូលឆ្នាំពុកម៉ែបងប្អូនហើយនិយាយរួមទៅតម្លៃគឺល្អសមរម្យគឺអត់សូវថ្លៃទេដោយសារអីណាមួយទៅតម្លៃចាប់ពី 100000 ទៅ 2000000 រៀលហើយនិយាយរួមទៅអានៅនឹងដៃខ្ញុំកាន់នេះគឺប្រភេទ iPhone 8និយាយរួមទៅគឺតម្លៃត្រឹមតែ 2000000 រៀលក្នុងស្តុកហើយបើសិនពុកម៉ែបងប្អូនឬក៏អ៊ំពូមីងឬក៏បងចង់បានអាចតាក់ទងមកខ្ញុំបានឬក៏ឆាតតាមលេខឬក៏ Facebook ខ្ញុំបានដោយសារអីណាមួយទៅគឺក្នុងឱកាសមុនចូលឆ្នាំនេះគឺយើងមានការប្រម៉ូសិនហើយនិយាយរួមទៅវីដេអូខ្ញុំក៏អត់មានច្រើនដែរជាពិសេសគឺសូមអរគុណទៅដល់ពុកម៉ែបងប្អូនដែលតែងតាមដានទស្សនានៅវីដេអូខ្ញុំជារៀងរហូតមក